ជំរាបសួរបងប្អូនអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូទី5ទាក់ទងទៅនឹង present simple ប៉ុន្តែថ្ងៃនេះខ្ញុំនឹងលើកឡើងអំពីរបៀបក្នុងការប្រើ present simple បាទអញ្ចឹងយើងចូលមកមើលវីដេអូទាំងអស់គ្នាសម្រាប់ការប្រើប្រាស់នេះដែរខ្ញុំនឹងលើកយកនៅ4ចំណុចសំខាន់យកមកពន្យល់និងបង្រៀនអ្នកទាំងអស់គ្នាពីរបៀបប្រើដើម្បីងាយស្រួលក្នុងការបង្កើតប្រយោគប្រចាំថ្ងៃដូចជាការប្រើប្រាស់ទី1 present simple to express about habits and repeated action មានន័យថា present simple ប្រើសម្រាប់បញ្ជាក់អំពីទម្លាប់ឬក៏សកម្មភាពដដែលឧទាហរណ៍ដូចជា I wake up at 7 a.m. every day ខ្ញុំក្រោកពីគេងនៅម៉ោង 7 ព្រឹកជារៀងរាល់ថ្ងៃអាហ្នឹងយើងអាចនិយាយពីទម្លាប់ឧទាហរណ៍ដូចជាឲ្យតែម៉ោង 7 ព្រឹកដឹងតែយើងក្រោកពីគេងហើយអញ្ចឹងអាហ្នឹងគឺយើងគួរតែប្រើ present simple ហើយចំពោះប្រយោគទី2នេះដែរ I always go to school on Monday ខ្ញុំតែងតែទៅសាលារៀននៅថ្ងៃច័ន្ទអញ្ចឹងអាហ្នឹងក៏ដូចគ្នាមានន័យថាវាអាចជាសកម្មភាពដដែលដែលយើងធ្វើឲ្យតែថ្ងៃច័ន្ទដឹងតែយើងទៅរៀនហើយចំពោះការប្រើប្រាស់ទី2 to express about general trust or fact អញ្ចឹង present simple បញ្ជាក់អំពីការពិតឬក៏ការពិតដែលមិនអាចប្រែប្រួលបានគឺអាហ្នឹងគឺរបៀបប្រើណាឧទាហរណ៍ដូចជា the sun rise in the east ព្រះអាទិត្យរះនៅទិសខាងកើតអាហ្នឹងវាគឺជាការពិតវាគឺជាធម្មជាតិដែលបង្កើតឡើងគឺវាអាចប្រែប្រួលបានទេបើសិនបើយើងចង់និយាយអំពីអ្វីមួយដែលជាការពិតហើយអាចប្រែប្រួលបានគឺយើងត្រូវប្រើ present simple ហើយទី2 water boils at 100 degrees ចឹងមានន័យថាទឹកពុះនៅសីតុណ្ហភាព100អង្សាសេអាហ្នឹងវាក៏ជាការពិតដែរទី3 the people need food to survive មនុស្សត្រូវការអាហារដើម្បីរស់អាហ្នឹងក៏ជាការពិតដូចគ្នាចំពោះការប្រើប្រាស់ទី3 to express about schedules or timetable យើងអាចប្រើ present simple នឹងដើម្បីនិយាយអំពីកាលវិភាគឬក៏ការរៀបចំពេលវេលាក្នុងការធ្វើអីមួយឧទាហរណ៍ដូចជា the bus arrives at 8 a.m. ឡានក្រុងមកដល់នៅម៉ោង 8 ព្រឹកវាអាចជាកាលវិភាគដោយសារតែឲ្យតែម៉ោង 8 ព្រឹកដឹងតែឡានក្រុងនឹងមកដល់ហើយទី2 I learn English at 12 o'clock អាហ្នឹងវាគឺជាកាលវិភាគឧទាហរណ៍ដូចជាយើងរៀបចំកាលវិភាគក្នុងការរៀនមុខវិជ្ជាអីមួយនៅម៉ោងប៉ុន្មានហើយបែងចែកអាហ្នឹងគេហៅថាកាលវិភាគអីដូចជាអានេះគឺខ្ញុំរៀនភាសាអង់គ្លេសនៅម៉ោង 12 អូខេអញ្ចឹងទី4 to express about permanent situation យើងអាចប្រើ present simple នឹងដើម្បីនិយាយអំពីស្ថានភាពស្ថិតស្ថេរស្ថានភាពស្ថិតស្ថេរនឹងដូចជាការបង្ហាញអំពីព័ត៌មានអចិន្ត្រៃយ៍របស់នរណាម្នាក់ឬក៏អីមួយដូចជាទីកន្លែងរស់នៅការងារគំនិតឬក៏អារម្មណ៍អញ្ចឹងឧទាហរណ៍ដូចជា I live in Phnom Penh អាហ្នឹងវាគឺជាស្ថានភាពដែលគាត់រស់នៅភ្នំពេញវាអាចជារយៈពេលយូរអង្វែងអីចឹងទៅហើយទី2យើងអាចនិយាយអំពីការងារឬក៏កន្លែងការងារក៏យើងអាចប្រើ present simple ដែរដូចជា I work at the bank ខ្ញុំធ្វើការនៅធនាគារឬក៏យើងចង់និយាយអំពីអារម្មណ៍ I like you or I hate you អូខេអាហ្នឹងគឺយើងអាចប្រើបានដូចគ្នាហើយចុងក្រោយដូចជាគំនិតក៏យើងប្រើ present simple ដែរដូចជា I know the answer ខ្ញុំដឹងចម្លើយឬក៏ other okay so the most we already use present simple so អញ្ចឹងគឺការប្រើប្រាស់គឺងាយស្រួលទេឲ្យតែសកម្មភាពតាក់ទងទៅនឹងសកម្មភាពប្រចាំថ្ងៃ
គឺយើងតែងតែប្រើ present simple ជាប្រចាំហើយអូខេនៅក្នុងវីដេអូនេះដែរខ្ញុំសូមបញ្ចប់តែត្រឹមនេះអរគុណសម្រាប់ការតាមដាននៅវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយបាយ